រឿងព្រះរាធព្រាហ្មណ៍ព្រះបរមសាស្តាទ្រង់គង់នៅក្នុងវត្តចេតពុនទ្រង់ប្រារព្ធព្រះរាធត្រាស់ធម្មទេសនានេះថានិធិនង្វៈបវត្តារੰមានបទដូចនេះជាដើមបានលើថាព្រះរាធនោះកាលនៅជាក្រហមជាតុក្កតព្រាហ្មណ៍ទីតលក្រនៅក្នុងក្រុងសាវត្ថីរាធព្រាហ្មណ៍គិតថាយើងនឹងចិញ្ចឹមជីវិតក្នុងសំណាក់នៃភិក្ខុទាំងឡាយដូច្នេះហើយទៅកាន់វិហារជំរះស្មៅបោសច្រាស់បរិវេណប្រគេនវត្ថុទាំងឡាយមានទឹកសម្រាប់លុបមុខជាដើមដល់ភិក្ខុទាំងឡាយដែលនៅក្នុងវិហារនោះភិក្ខុទាំងឡាយបានសង្គ្រោះគាត់ដោយបាយទឹកនំចំណីប៉ុន្តែមិនឲ្យគាត់បួសថ្ងៃមួយព្រះបរមសាស្តាទ្រង់ប្រមើលមើលនៅសត្វលោកក្នុងវេលាចិត្តភ្លឺឃើញព្រាហ្មណ៍នោះហើយទ្រង់ពិចារណាថាគុណជាតិអ្វីនោះនឹងមានដូច្នេះហើយទ្រង់ជ្រាបថារាធព្រាហ្មណ៍នឹងបានជាព្រះអរហន្តក្នុងវេលារសៀលទ្រង់មានអាការៈហាក់ដូចជាស្ដេចត្រាច់ទៅកាន់ទីចរិតក្នុងវិហារស្ដេចយាងទៅកាន់សំណាក់របស់រាធព្រាហ្មណ៍ហើយត្រាស់សួរថាមនាលព្រាហ្មណ៍អ្នកកំពុងធ្វើអ្វីរាធព្រាហ្មណ៍ក្រាបទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គកំពុងធ្វើវត្តតូចនិងវត្តធំចំពោះភិក្ខុទាំងឡាយព្រះបរមសាស្តាត្រាស់ថាមនាលព្រាហ្មណ៍អ្នកបានទទួលការសង្គ្រោះអំពីសំណាក់នៃភិក្ខុទាំងនោះដែរឬទេព្រាហ្មណ៍ក្រាបទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គបានត្រឹមតែអាហារប៉ុណ្ណោះខ្ញុំព្រះអង្គចង់បួសតែភិក្ខុទាំងនេះមិនព្រមឲ្យខ្ញុំព្រះអង្គបួសព្រោះអាស្រ័យរឿងនោះព្រះបរមសាស្តាក៏ត្រាស់ឲ្យភិក្ខុសង្ឃប្រជុំគ្នាហើយត្រាស់សួរថាមនាលភិក្ខុទាំងឡាយមានភិក្ខុរូបណារលឹកនៅគុណរបស់ព្រាហ្មណ៍នេះបានដែរឬទេព្រះសារីបុត្រក្រាបទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គរលឹកបានកាលខ្ញុំព្រះអង្គនិមន្តបណ្ឌបាតក្នុងក្រុងរាជក្រឹសព្រាហ្មណ៍នេះបានប្រើគេឲ្យប្រគេនបាយមួយវែកដែលគេនាំមកដើម្បីខ្លួនដល់ខ្ញុំព្រះអង្គកាលព្រះសាស្តាត្រាស់ថាមនាលសារីបុត្រកាលដែលអ្នកដោះព្រាហ្មណ៍អ្នកមានឧបការៈដែលបានធ្វើទុកហើយយ៉ាងនេះឲ្យរួចផុតចាកទុកមិនសមគួរទេឬព្រះសារីបុត្រក្រាបទូលថាប្រពៃហើយព្រះអង្គខ្ញុំព្រះអង្គនឹងបំពោះគាត់ទើបញ៉ាំងព្រាហ្មណ៍នោះឲ្យបានបួសអាសនៈទីបំផុតនៃអាសនៈក្នុងរោងភ័ណ្ឌជាអាសនៈរបស់លោកដូច្នេះហើយធ្វើឲ្យលោកលំបាកដោយអាហារវត្ថុមានយាគូនិងភ័ណ្ឌជាដើមព្រះធរៈនាំរាធភិក្ខុជះចេញទៅកាន់ទីចរិតទូលមានព្រានប្រដៅរាធភិក្ខុរឿយថាអំពើនេះអ្នកមិនគួរធ្វើអំពើនេះអ្នកគួរធ្វើដូច្នេះរាធភិក្ខុបានជាអ្នកប្រដៅងាយមានប្រក្រតីទទួលយកឱវាទដោយគោរពព្រោះដូច្នោះការលោកបដិបត្តិតាមឱវាទដែលព្រះធរៈឲ្យហើយអស់រយៈកាល 2-3 ថ្ងៃប៉ុណ្ណោះក៏បានសម្រេចព្រះអរហន្តព្រះធរៈនាំរាធភិក្ខុទៅកាន់សំណាក់ព្រះបរមសាស្តា
ថ្វាយបង្គំហើយអង្គុយក្នុងទីដ៏សមគួរមួយគ្រានោះព្រះបរមសាស្តាទ្រង់ធ្វើបដិសន្ធារៈចំពោះព្រះថេរៈហើយត្រាស់សួរថាមនាលសិរីបុត្រអន្តេវាសិករបស់អ្នកជាអ្នកប្រដៅងាយឬព្រះថេរៈក្រាបទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនយ៉ាងនេះពិតមែនហើយរាធៈភិក្ខុជាអ្នកប្រដៅងាយក្រែងលែងណាស់គ្រប់ពេលដែលខ្ញុំព្រះអង្គទូលមានព្រានប្រដៅមិនដែលខឹងក្រោធឡើយព្រះបរមសាស្តាត្រាស់ថាមនាលសិរីបុត្រអ្នកកាលបានសិទ្ធិវិហារៈបែបនេះនឹងអាចទទួលបានប៉ុន្មានអង្គព្រះថេរៈក្រាបទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គអាចទទួលបានសំបីច្រើនថ្ងៃមួយភិក្ខុសន្ទនាគ្នាក្នុងធម្មសភាព្រះសិរីបុត្រជាកតញ្ញូកតវេទីបុគ្គលរលឹកដល់ឧបការៈគុណត្រឹមតែបាយមួយវែកញ៉ាំងទុក្កតព្រាមឲ្យបានបួសសំបីរាធថេរក៏ជាអ្នកអត់ធន់ចំពោះអវាទលោកអ្នកដ៏សមគួរដល់ការឲ្យអវាទដែរព្រះសាស្តាទ្រង់សម្ដាប់នៅកថារបស់ភិក្ខុទាំងនោះហើយត្រាស់ថាមនាលភិក្ខុទាំងឡាយមិនមែនតែឥឡូវនេះប៉ុណ្ណោះទេសំបីក្នុងកាលមុនព្រះសិរីបុត្រក៏ជាកតញ្ញូកតវេទីបុគ្គលដែរដូច្នេះហើយដើម្បីនឹងប្រកាសសេចក្តីនេះឲ្យជាក់ច្បាស់ទើបត្រាស់អនិលចិត្តៈជាដកទុកក្នុងទុក្ខនិបាតឲ្យពឹស្ដាថាសេនាដ៏ច្រើនមានចិត្តរីករាយព្រោះអាស្រ័យនៅអនិលចិត្តៈរាជកុមារបានញ៉ាំងដំរីឲ្យចាប់យកព្រះបានកោសលទាំងរស់ដែលមិនត្រេកអរនឹងរាជសម្បត្តិរបស់ខ្លួនយ៉ាងណាមិញភិក្ខុអ្នកបរិបូរដោយនិស្ស័យមានសេចក្តីព្យាយាមប្រារព្ធហើយកាលចម្រើននៅកុសលធម៌ដើម្បីសម្រេចនៅព្រះនិព្វានជាទីខ្សេមចាកយោគៈក៏បីដល់នៅការអស់ទៅនៃសញ្ញោចនៈទាំងពួងដោយលំដាប់ក៏យ៉ាងនោះដែរបានលើថាដំរីដែលត្រាច់ទៅតែម្នាក់ឯងដឹងនៅឧបការៈដែលពួកជាងឈើធ្វើឲ្យដល់ខ្លួនគឺធ្វើជើងឲ្យជារោគហើយឲ្យកូនដំរីសតូចដែលមានអវយវៈសសុទ្ធក្នុងកាលនោះបានមកជាព្រះសិរីបុត្រក្នុងកាលឥឡូវនេះឯងព្រះសាស្តាលុះត្រាស់ជាដកប្រារព្ធព្រះធេរៈយ៉ាងនេះហើយទ្រង់ប្រារព្ធព្រះរាធថេរហើយត្រាស់ថាមនាលភិក្ខុទាំងឡាយធម្មតាភិក្ខុគួរតែធ្វើខ្លួនឲ្យគេប្រដៅបានដោយញីដូចរាធៈភិក្ខុសំបីអាចារ្យចង្អុលប្រាប់នៅទោសហើយទូលមានព្រានប្រដៅមិនក៏បីខឹងមួយវិញទៀតក៏បីឃើញបុគ្គលអ្នកឲ្យអវាទថាដូចជាអ្នកប្រាប់នៅកំណប់ទ្រព្យឲ្យដូច្នោះដូច្នេះហើយកាលនឹងទ្រង់បន្តអនុសន្ធិដើម្បីនឹងសម្ដែងព្រះធម៌បានត្រាស់ព្រះគាថានេះថានិធិនង្វៈបវត្តារੰយ៉ាងបសេវិជ្ជទសិណੰនិកេយវាតੰមេធវន្តាតិសੰបណ្ឌិតੰភជេតាតិសੰភេចមានស្សៈសយោហោតិអ្នកបាពិយោបុគ្គលគួរឃើញអ្នកប្រាជ្ញណាដែលជាអ្នកពោលសង្កត់សង្កិនចង្អុលប្រាប់ទោសថាដូចជាអ្នកប្រាប់កំណត់ទ្រព្យឲ្យដូច្នោះគួរគប់អ្នកប្រាជ្ញបែបនោះព្រោះថាកាលបុគ្គលគប់អ្នកប្រាជ្ញបែបនោះហើយរមែងមានសេចក្តីគប់ប្រសើរឥតមានទោសដល់លៀងមុខឡើយ
ក្នុងទីបំផុតនៃព្រះធម៌ទេសនាជនជាច្រើនបានសម្រេចអរិយផលទាំងឡាយមានសោតាបត្តិផលជាដើម